ខ្ញុំមកទីនេះដើម្បីស្វែងរកអ្វីមួយដែលខ្ញុំចង់ឃើញនិងចង់ដឹងទីនេះមានរឿងរ៉ាវជាច្រើនប៉ុន្តែមានរឿងរ៉ាវមួយដែលវាបានបន្សល់ទុករាប់សិបចំនួនមកហើយពេលដែលខ្ញុំមកដល់ទីនេះដំបូងសំឡេងមួយដែលធ្វើឲ្យខ្ញុំឆ្ងល់នោះគឺសំឡេងឈើដែលគួរចូលគ្នាផ្ទួនធ្វើឲ្យខ្ញុំកាន់តែចង់ដឹងថាវាជាសំឡេងអ្វីហើយនេះគឺជាកេរដំបាញ់សូត្រខ្មែរដែលជាកេរដំណែលរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយការត្បាញម្ដងបន្តិចប្រកបដោយការខិតខំនិងយកចិត្តទុកដាក់ធ្វើឲ្យខ្ញុំមានចិត្តកាន់តែចង់ស្គាល់និងរៀនពីឧបករណ៍តម្បាញសូត្រខ្មែរមួយនេះសន្សំម្ដងបន្តិចម្ដងមួយសរសៃពោពេញដោយភាពអំណត់ព្យាយាមខ្ពស់សូត្រខ្មែរជាផលិតផលក្នុងស្រុកផលិតដោយស្នាដៃកូនខ្មែរដែលមានតម្លៃគ្រប់វិនាទីគឺដោយសារតែភាពកម្រនៃសរសៃកូននាងភាពខិតខំអំណត់ព្យាយាមនៃអ្នកតម្បាញសូត្រជាពិសេសភាពរចនាលើសម្ពុតសូត្រអំពីក្បាច់រចនាខ្មែរដែលឆ្លុះបញ្ចាំងពីសម្បត្តិនៃវប្បធម៌ខ្មែរដ៏ផូរផង់តម្បាញសូត្រខ្មែរក៏បានឆ្លុះបញ្ចាំងអំពីតម្លៃនិងភាពរឹងមាំតែមិនទន់ជ្រាយរបស់ស្ត្រីខ្មែរគ្រប់សម័យកាលការចែករំលែកប្រកបដោយក្តីស្រឡាញ់ធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅនិងមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរដែលមានវប្បធម៌ដ៏ត្រចះត្រចង់មួយនេះខ្ញុំសង្ឃឹមថាតម្លៃនៃសូត្រខ្មែរនឹងមិនបាត់បង់ហើយនឹងស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់